Pun pergi minum por minum baik aja. បាទព្រឹកនេះខ្ញុំមានព័ត៌មានមួយគឺខេត្តប៉ៃលិនរៀបចំកិច្ចប្រជុំពិភាក្សាវាប្រកាសចូលរួមប្រកួតប្រជែងចលនាទីក្រុងស្អាតលើកទី 4 បាទចា៎បាត់នៅព្រឹកថ្ងៃទី 20 ខែវិច្ឆិកាឆ្នាំ 2025 នៅមន្ទីរឋានខេត្តប៉ៃលិនរដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីកម្មវិធីចុះពិនិត្យទីផ្ទាល់នឹងវិតម្លៃចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី 4 សម្រាប់សុពលភាពឆ្នាំ 2026-2029 ពិធីនេះក៏ក្រោមអធិបតីភាពលោកសេងបូរមីប្រធាននាយកដ្ឋានវិតម្លៃទីក្រុងស្អាតនៃក្រសួងទេសចរនិងលោកសុនឌីនាយករងរដ្ឋបាលសាលាខេត្តប៉ៃលិនកិច្ចប្រជុំនេះក៏មានការចូលរួមពីលោកលីសុងហ៊ីអភិបាលក្រុងប៉ៃលិនលោកស្រីប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្តនិងកងកម្លាំងប្រដាប់អាវុធផងដែរកិច្ចប្រជុំពិភាក្សានេះមានគោលបំណងសំខាន់ចំនួន 3 គឺទី 1 វាតម្លៃការអនុវត្តជាក់ស្ដែងរបស់ក្រុងប៉ៃលិនតាមលក្ខខណ្ឌវិនិច្ឆ័យទីក្រុងស្អាតដូចជាការគ្រប់គ្រងសម្រាមអនាម័យបរិស្ថានសេវាសាធារណៈសន្តិសុខនិងការគ្រប់គ្រងតំបន់បៃតងទី 2 គឺស្ទាត់កម្រិតការសម្រេចបាននៅបទដ្ឋានតម្រូវនានាសម្រាប់ទីរង្វាន់ទីក្រុងស្អាតសម្រាប់រយៈពេល 4 ឆ្នាំបន្តគឺឆ្នាំ 2026 ដល់ឆ្នាំ 2029 ទី 3 លើកកម្ពស់គុណភាពទេសចរតាមការផ្ដល់មតិយោបល់និងអនុសាសន៍ពីអ្នកពាក់ព័ន្ធដើម្បីជំរុញឲ្យក្រុងប៉ៃលិនក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនិងមានគុណភាពបរិស្ថានខ្ពស់លោកសុនយីនាយករងរដ្ឋបាលប៉ៃលិនបានមានប្រសាសន៍ថារដ្ឋបាលខេត្តប៉ៃលិនក្រោមការដឹកនាំរបស់លោកជំទាវបានទៅមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅការជំរុញទីជម្រៅលើគ្រប់វិស័យដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាដែលមានចំណាត់មហាបវរសេរីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីលោកជំទាវមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការកែលម្អសោភ័ណភាពអនាម័យបរិស្ថានការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋការរក្សាសន្តិសុខសម្រាប់ផ្នែកសាធារណៈជូនប្រជាពលរដ្ឋនិងការងារកសាងអភិវឌ្ឍនៃខាងរចនាសម្ព័ន្ធក្នុងខេត្តប៉ៃលិនឲ្យមានការរីកចម្រើនជីវភាពប្រជាពលរដ្ឋមានការសម្បូរទូលាយលោកសេងបរមីប្រធាននាយកដ្ឋានវិតម្លៃទីក្រុងស្អាតនៃក្រសួងទេសចរបានមានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃការពិនិត្យផ្ទៀងផ្ទាត់នៅកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងប៉ៃលិនរួមទាំងបានផ្ដល់អនុសាសន៍បន្ថែមដើម្បីលើកកម្ពស់គុណភាពបរិស្ថានអនាម័យនិងសេវាកម្មទេសចរក្នុងក្រុងប៉ៃលិនឲ្យកាន់តែប្រសើរឡើងលោកសេងបរមីក៏ប្រកាសនឹងវិតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងប៉ៃលិនដើម្បីសម្រេចបាននៅសមិទ្ធផលនានាសម្រាប់ទទួលនៅពានរង្វាន់ការរំដួលបៃតងនៅក្នុងឆ្នាំនេះបាទសូមបញ្ជាក់ថាដោយយោងតាមរបាយការណ៍លោកលីសុងហ៊ីអភិបាលក្រុងប៉ៃលិនបានឲ្យដឹងថាក្រុងប៉ៃលិនបានចូលរួមប្រឡងប្រណាំងទីក្រុងស្អាតចំនួន 3 លើកមកហើយលើកទី 1 គឺនៅឆ្នាំ 2015 ដល់ឆ្នាំ 2018 និងលើកទី 2 ឆ្នាំ 2018 2021 គឺទទួលបានទីលាភីការរំដួល1តោចំណែកលើកទី 3 ពីឆ្នាំ 2021 2023 ទទួលបានការរំដួលចំនួន 2 តោសម្រាប់លើកទី 4 នេះរដ្ឋបាលក្រុងប៉ៃលិនបានដាក់ពាក្យសម្រាប់ចូលរួមប្រកួតរួចហើយគឺកាលពីថ្ងៃទី 11 ខែកញ្ញាឆ្នាំ 2025កិច្ចប្រជុំវិទ្យាសាស្ត្រនេះគឺមានរយៈពេលពេញមួយព្រឹកហើយបន្ទាប់ពីនោះមកគឺក្រុមការងារថ្នាក់ជាតិវាតម្លៃក្រុងការបញ្ចុះពិនិត្យទីតាំងផ្សេងចំនួន 2 ថ្ងៃគឺថ្ងៃទី 20 និងថ្ងៃទី 21 ខែវិច្ឆិកាឆ្នាំ 2025 ដើម្បីធ្វើការវាតម្លៃទីក្រុងស្អាតឲ្យបានច្បាស់លាស់បន្ថែមទៀតបាទនេះជាព័ត៌មានពីខេត្តប៉ៃលិនសម្រាប់ជម្រាបតែប៉ុណ្ណេះបាទចា៎អរគុណច្រើនលោកពួនចំពោះសេចក្តីរាយការណ៍ព័ត៌មាននៅក្នុងព្រឹកនេះជម្រាបលាជួបគ្នាពេលក្រោយលោកចា៎បាទសូមអរគុណសូមជម្រាបលាបាទចា៎